តាប្រទេសចិនអាចផលិតឡានទំនើបដ៏ឥតខ្ចោះល្អបានពិតមែនអត់ឥឡូវនេះពួកគេពិតជាធ្វើបានល្អក្នុងការធ្វើឲ្យតម្លៃឡានមានអារម្មណ៍ថាមានតម្លៃថ្លៃជាងរថយន្តពិតអ្វីដែលជាភាពប្រណិតយើងដឹងថាបានលើ Range Rover និងសូម្បីតែ Bentley ខ្ញុំមិនទាន់ប្រាកដដែរប៉ុន្តែនេះគឺជា Yongwang Youth 8ហើយវាជាឡានចិនដែលកំពុងបញ្ចេញសាច់ដុំរបស់ខ្លួនវាពោពេញទៅដោយបច្ចេកវិទ្យានិងកម្រាលស្បែកមានលក្ខណៈពិសេសជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួលហើយថែមទាំងមានក្លិនក្រអូបនិងផ្អែមថែមទៀតលើសពីនេះឡាននេះអាចធ្វើអ្វីដែលពិតជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលមុននឹងយើងនិយាយពីកម្លាំងសមត្ថភាពវាពិតជាមានច្រើនតម្លៃ130,000 ផោនតើវាថ្លៃពេកទេសម្រាប់ឡានចិនខ្ញុំគិតថាវាអាចដែរប៉ុន្តែប្រហែលជាខ្ញុំនឹងដឹងថាខ្ញុំខុសបន្ទាបនេះ E8 មានសមត្ថភាពដ៏ខ្លាំងកម្លាំង1200សេះនិងកម្លាំងបង្វិល 1.280 ញូតុនវាពិតជាអស្ចារ្យដែលផលិតបានកម្លាំងនេះមកមើលនៅនេះម៉ាស៊ីនសាំង 2.0 លីត្រ Turbocharged 4 ស៊ីឡាំងតើធ្វើបានយ៉ាងរបៀបណាជាមួយម៉ាស៊ីននេះឡាននេះមិនត្រឹមតែប្រើថាមពលសាំងប៉ុណ្ណោះទេវាក៏មានថាមពលអគ្គិសនីដែរដូច្នេះយើងទទួលបានកញ្ចប់ថ្ម50គីឡូវ៉ាត់ម៉ោងដែលផ្ដល់ថាមពលដល់ម៉ូទ័រអេឡិចត្រូកចំនួន4មួយនៅលើកង់នីមួយម៉ាស៊ីនសាំងគ្រាន់តែធ្វើការជាម៉ាស៊ីនភ្លើងប៉ុណ្ណោះដើម្បីផ្ដល់អគ្គិសនីនៅពេលថ្មអស់ដូច្នេះអ្នកនឹងមានថាមពលនិងអាចបញ្ចេញសមត្ថភាពគ្រប់ពេលគុណវិបត្តិនោះគឺថាបច្ចេកវិទ្យាទាំងអស់នេះធ្វើឲ្យឡាននេះធ្ងន់ឡាននេះមានទម្ងន់3តោនកន្លះដូច្នេះថាតើជាមួយកម្លាំងនិងទម្ងន់នេះប្រៀបធៀបទៅនឹងរថយន្តសិស្សប្រណីតផ្សេងទៀតខុសគ្នាយ៉ាងណារថយន្ត Range Rover ស៊េរីថ្មីមានកម្លាំង220សេះ Bentley Bentayga Speed មានកម្លាំង264សេះ Tesla Sabre Beast មានកម្លាំង275សេះប៉ុន្តែ Yangwang E8 នេះមានកម្លាំង346សេះដូច្នេះយើងមកមើលការពិតវាយ៉ាងដូចម្ដេចតោះបើកវាYangwang E8 ប្រើប្រាស់រយៈពេល4 វិនាទីក្នុងរយៈចម្ងាយ 1/4 ម៉ាយល៍ដែលលឿនជាង BMW 760ឯបន្តិចប៉ុន្តែឡាននោះមានកម្លាំងតែ530សេះប៉ុណ្ណោះដែលតិចជាងពាក់កណ្ដាលនៃ E8 ព្រមទាំង BMW ក៏មានទម្ងន់តិចជាង E8 ជាង800គីឡូក្រាមដែរជាមួយអ្នកដំណើរ 2-3 នាក់នៅលើវាឡាននេះអាចមានទម្ងន់ជាង 3.5 តោននៅចក្រភពអង់គ្លេសនោះជាបញ្ហាប្រសិនបើអ្នកប្រឡងបើកបរក្រោយឆ្នាំ1995អ្នកមិនអាចបើកបររថយន្តដែលមានទម្ងន់លើសពី 3.5 តោនបានទេដោយមិនធ្វើតេស្តបន្ថែមនោះទេនោះមិនមែនជាការនិយាយលេងសើចតែមួយគត់ដែលខ្ញុំមានជាមួយឡាននេះទេពួកគេបានធ្វើការចម្លងជាច្រើន Land Rover Defender ផ្នែកដំបូលទាំងមូលនៅទីនេះគឺ Land Rover ដូចជាផ្នែកការពារបន្ទះនេះនៅទីនេះនៅលើ Land Rover វានៅទីនេះដូចនេះវាត្រូវបានយកលំនាំដោយ Land Rover រូបរាងបន្ទះបែបនេះគឺជា Land Rover សំបីតែរូបរាងនៃកញ្ចក់ក្តោបក៏ដូចគ្នាដែរប៉ុន្តែមានផ្នែកដែលខុសគ្នាគឺពួកគេបានបន្ថែមផ្នែកខ្លះទៀតទៅវាបន្ថែមបន្តិចទៀតនៅទីនេះនិងមានបន្ថែមទៀតនៅក្រោមទីនោះខ្ញុំចង់និយាយថាការរចនានេះមិនមានភាពស្រឡះភ្នែកដូចឡាន Land Rover ទេប៉ុន្តែគ្រោងមូលដ្ឋាននៃរូបរាងគឺ Land Rover ចុះអ្វីដែលនៅខាងក្រោយពួកគេព្យាយាមធ្វើឲ្យមានភាពខុសប្លែកបន្តិចនៅខាងក្រោយនៅតែចម្លង Land Rover ប៉ុន្តែគ្រាន់តែព្យាយាមកែវាដោយបដូររូបរាងធុងកង់សាគួរទៅជារាងផ្សេងហើយបដូររាងអំពូល LED ទេវាមិនខុសគ្នាទាំងស្រុងទេខ្ញុំប្រាប់អ្នកពីអ្វីដែលខុសគ្នាទាំងស្រុងមិនមានអ្វីនៅខាងមុខដូចជា Land Rover សំបីបន្តិចរាងឬទម្រង់វាជាការរចនាផ្ទាល់ខ្លួនជាមួយនឹងពន្លឺតូចទាំងអស់នេះនៅលើវាប៉ុន្តែវានៅតែមិនមែនគឺផ្នែកខាងមុខទាំងមូល Nissan យកផ្នែកខាងមុខទាំងមូល Citroen តែកុំខ្វល់មកមើលផ្នែកខាងក្នុងនៅវីដេអូបន្ទាប់